chất sắp mê riêng chi vứt để trở riêng mà đòn hơi nâng thưa ao chi vứt nhé rồi saoសូមកុំភ្លេចចុចលើសញ្ញា Subscribe បន្ទាប់មកចុចលើសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗ chất sắp mê riêng chi vứt để trở riêng mà đòn hơi nâng thưa ao chi vứt nhé rồi saoឡើងជារៀងរហូត 1. កុំប្រាប់បញ្ហារបស់អ្នកដល់មនុស្សគ្រប់គ្នាព្រោះ 80% មិនយកចិត្តទុកដាក់ហើយ 20% នៅសល់គឺសប្បាយចិត្តដែលអ្នកមានបញ្ហា 2. ឈប់ស្វែងរកភាពល្អនៅក្នុងមនុស្សចាប់ផ្ដើមស្វែងរកមនុស្សល្អវិញ 3. អ្នកត្រូវធ្វើអ្វីដែលត្រឹមត្រូវសម្រាប់អ្នកព្រោះគ្មាននរណាម្នាក់ដើរក្នុងស្បែកជើងរបស់អ្នកទេ 4. អ្នកដែលដឹងគុណច្រើននឹងតាក់ទាញអ្វីៗដែលគួរឲ្យដឹងគុណបន្ថែមទៀត 5. កុំឲ្យថ្ងៃអាក្រក់មួយធ្វើឲ្យអ្នកមានអារម្មណ៍ថាជីវិតអ្នកអាក្រក់ 6. រាល់វិនាទីដែលអ្នកព្យួរជីវិតអ្នកជាមួយអ្នកដទៃគឺជាវិនាទីដែលអ្នកខ្ជះខ្ជាយ 7. អ្នកអាចដេកឲ្យមនុស្សដែលជាន់អ្នកប៉ុន្តែពួកគេនឹងនៅតែរអ៊ូថាអ្នកមិនរៀបស្មើគ្រប់គ្រាន់ 8. នៅពេលគិតអំពីជីវិតចូរចងចាំថាគ្មានទោសអ្វីអាចផ្លាស់ប្ដូរអតីតកាលបានទេហើយគ្មានការព្រួយបារម្ភអ្វីអាចផ្លាស់ប្ដូរអនាគតបានដែរ 9. មនុស្សគ្រប់រូបនៅក្នុងជីវិតអ្នកគឺជាគ្រូខ្លះបង្រៀនអ្នកអំពីសេចក្តីស្រឡាញ់ខ្លះបង្រៀនអ្នកអំពីអ្វីដែលត្រូវជៀសវាង 10. អ្នកនឹងឃើញពរពិតរបស់មនុស្សនៅពេលអ្នកឡើងមានប្រយោជន៍ដល់ជីវិតពួកគេ 11. កុំរៀបការដោយសារតែអ្នកគិតថាវាជាអ្វីដែលអ្នកត្រូវធ្វើ 12. អ្នកមិនមានពេលវេលាច្រើនដូចអ្នកគិតទេប្រាប់មនុស្សដែលអ្នកស្រឡាញ់ថាអ្នកស្រឡាញ់ពួកគេហើយនិយាយវាញឹកញាប់ 13. បើអ្នកមិនដែលសង្ស័យថាតើអ្នកបានសម្រេចចិត្តត្រឹមត្រូវឬអត់នោះមានន័យថាអ្នកមិនបានដាក់ភារកិច្ចមុនធ្ងរគ្រប់គ្រាន់ 14. មិនមែនមនុស្សគ្រប់គ្នានឹងគាំទ្រអ្នកដោយពួកគេនិយាយទេ 15. កុំទុកចិត្តលើអ្វីដែលមនុស្សនិយាយតាមដានអ្វីដែលពួកគេធ្វើ 16. អ្នកមិនអាចស្រឡាញ់នរណាម្នាក់គ្រប់គ្រាន់ដើម្បីឲ្យពួកគេស្រឡាញ់អ្នកវិញទេ 17. ប្រយ័ត្នជាមួយពាក្យសម្ដីរបស់អ្នកព្រោះនៅពេលវាត្រូវបាននិយាយចេញហើយវាអាចត្រូវបានអត់ឱនទោសប៉ុន្តែมันអាចភ្លេចបាន 18. កុំឲ្យនរណាម្នាក់ដែលធ្វើខុសអ្នកធ្វើឲ្យអ្នកគិតថាមានបញ្ហាអ្វីជាមួយអ្នក 19. កុំបំផ្លាញតម្លៃខ្លួនអ្នកដោយសារតែពួកគេមិនឲ្យតម្លៃអ្នក 20. ដឹងពីតម្លៃរបស់អ្នកទោះបីពួកគេមិនដឹងក៏ដោយ 21. បើអ្នកអាចដាក់អ្វីដែលអ្នកចង់បានខ្លាំងបំផុតសម្រាប់អ្វីដែលអ្នកចង់បានឥឡូវនេះនោះអនាគតរបស់អ្នកនឹងពោរពេញដោយការខកចិត្ត 22. ការនៅរកសុខដោយខ្លួនឯងគឺល្អជាងការមានទំនាក់ទំនងជាមួយនរណាម្នាក់ដែលធ្វើឲ្យជីវិតអ្នកវេទនា 23. ពេលខ្លះអ្នកគ្រាន់តែត្រូវនិយាយថាទេហើយមិនយកចិត្តទុកដាក់ចំពោះអារម្មណ៍ខ្មាស់ដែលតាមមក 24. ជាញឹកញាប់អ្វីដែលត្រឹមត្រូវ
និងអ្វីដែលពិបាកបំផុតគឺជាអ្វីដូចគ្នា25អ្វីដែលអ្នកធ្វើថ្ងៃនេះអាចធ្វើឲ្យថ្ងៃស្អែករបស់អ្នកប្រសើរឡើង26ពេលខ្លះនៅក្នុងជីវិតស្ថានភាពរបស់អ្នកនឹងនៅតែវិលវល់រហូតដល់អ្នករៀនមេរៀនរបស់វា27អ្នកនឹងមិនត្រូវដាក់ទោសដោយសារកំហឹងរបស់អ្នកទេអ្នកនឹងត្រូវដាក់ទោសដោយកំហឹងរបស់អ្នក28វាមិនសំខាន់ថាអ្នកត្រឹមត្រូវទេពេលខ្លះមនុស្សដែលនៅជាមួយអ្នកនឹងជះឥទ្ធិពលដល់ជីវិតអ្នកច្រើនជាងអ្វីដែលអ្នកដឹង29ពេលខ្លះគ្មានការសម្រេចចិត្តណាមួយត្រឹមត្រូវទេក្នុងករណីនេះអ្នកត្រូវធ្វើការសម្រេចចិត្តមួយហើយបន្ទាប់មកធ្វើឲ្យវាត្រឹមត្រូវ30កំហុសដ៏ធំបំផុតដែលអ្នកអាចធ្វើនៅក្នុងជីវិតគឺការភ័យខ្លាចថាអ្នកនឹងធ្វើខុស31រៀនពេញចិត្តនិងសប្បាយដោយខ្លួនឯងបើអ្នកត្រូវការមនុស្សដទៃដើម្បីឲ្យអ្នកសប្បាយនោះវានឹងធ្វើឲ្យអ្នកខ្សោយ32អ្នកមិនមែនជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលមនុស្សដទៃរំពឹងពីអ្នកទេ33មិនមែនគំនិតគ្រប់យ៉ាងត្រូវបង្ហាញចេញទេ34មានអ្វីៗនៅក្នុងជីវិតដែលយើងមិនចង់ឲ្យកើតឡើងប៉ុន្តែត្រូវទទួលយកអ្វីៗដែលយើងមិនចង់ដឹងប៉ុន្តែត្រូវរៀននិងមនុស្សដែលយើងមិនអាចរស់ដោយគ្មានប៉ុន្តែត្រូវដាក់ឲ្យចេញ35ទោះបីនរណាម្នាក់ព្យាយាមបង្រៀនអ្នកអំពីមេរៀនជីវិតក៏ដោយអ្នកនឹងមិនយល់ដឹងវាទេរហូតដល់អ្នកឆ្លងកាត់វាដោយខ្លួនឯង36អ្នកអាចចាប់ផ្ដើមជីវិតអ្នកឡើងវិញនៅពេលណាក៏បានអ្នកអាចចាប់ផ្ដើមក្លាយជាមនុស្សដែលអ្នកចង់ក្លាយជាថ្ងៃនេះឥឡូវនេះ37មនុស្សដែលសុំអ្វីៗច្រើនពីអ្នកគឺជាមនុស្សដែលធ្វើអ្វីៗតិចបំផុតសម្រាប់អ្នក38កុំដោះស្រាយអ្វីៗទាំង3នេះជាដាច់ខាតគ្រួសារបេះដូងនិងសេចក្តីថ្លៃថ្នូរ39តែសម្លឹងមើលទៅកន្លែងដែលអ្នកកំពុងទៅ40ពេលខ្លះមិនមែនមនុស្សដែលផ្លាស់ប្ដូរទេគឺជារបាំងដែលធ្លាក់ចេញ41បង្ហាញការគោរពទៅកាន់មនុស្សដែលមិនសមនឹងទទួលបានមិនមែនជាការឆ្លុះបញ្ចាំងអំពីចរិតរបស់ពួកគេទេគឺជាការឆ្លុះបញ្ចាំងអំពីចរិតរបស់អ្នក42នៅពេលអ្នកមិនឃើញដំណោះស្រាយចំពោះបញ្ហាវាប្រហែលជាមិនមែនជាបញ្ហាដែលត្រូវដោះស្រាយទេគឺជាការពិតដែលត្រូវទទួលយក43គ្មានអ្វីដែលអាចបាត់អស់ដោយគ្មានការបង្រៀនយើងអំពីអ្វីដែលយើងត្រូវដឹង44កុំធ្វើការសម្រេចចិត្តជាអចិន្ត្រៃយ៍ដោយផ្អែកលើអារម្មណ៍បណ្ដោះអាសន្ន45ពេលខ្លះវាល្អបំផុតក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយមនុស្សទោះបីវាពិបាកក៏ដោយ46មនុស្សខ្លះមិនសមនឹងការខិតខំយល់ពីពួកគេ47ដើម្បីយល់ពីចរិតរបស់មនុស្សកុំគ្រាន់តែមើលសកម្មភាពរបស់ពួកគេទេត្រូវសង្កេតមើលប្រតិកម្មរបស់ពួកគេផងព្រោះវាពិបាកក្នុងការខ្លែងប្រតិកម្ម48របៀបដែលមនុស្សប្រព្រឹត្តចំពោះអ្នកគឺជាការឆ្លុះបញ្ចាំងអំពីចរិតរបស់ពួកគេមិនមែនរបស់អ្នកទេ49
កំហុសគឺជាភស្តុតាងថាអ្នកកំពុងព្យាយាម50សេចក្តីស្រឡាញ់មិនគ្រប់គ្រាន់ដើម្បីបង្កើតទំនាក់ទំនងដែលសប្បាយរីករាយនិងយូរអង្វែងការបើកចិត្តនិងការមិនភ័យខ្លាចក្នុងការប្រាស្រ័យទាក់ទងគឺសំខាន់ខ្លាំងណាស់41អ្វីៗនៅក្នុងជីវិតបង្រៀនអ្នកជាមេរៀនអ្នកគ្រាន់តែត្រូវត្រៀមខ្លួនដើម្បីរៀន42រង្វាស់របស់មនុស្សគឺជារបៀបដែលកត់ទ្រាំទ្រនឹងភាពអាក្រក់53បើអ្នកដាក់ពួកគេលើបេះដូងពួកគេនឹងមិនមានជម្រើសក្រៅពីមើលចុះក្រោមលើអ្នក54រាល់ការឈឺចាប់ធ្វើឲ្យអ្នកខ្លាំងខ្លាយជាមុនរាល់ការក្បត់ធ្វើឲ្យអ្នកឆ្លាតជាមុនរាល់ការខកចិត្តធ្វើឲ្យអ្នកពូកែជាមុនហើយរាល់បទពិសោធន៍ធ្វើឲ្យអ្នកចេះដឹងជាមុន55នៅពេលអ្នករៀបការអ្វីៗដែលល្អនិងអ្វីៗដែលអាក្រក់នៅក្នុងទំនាក់ទំនងរបស់អ្នកនឹងកាន់តែខ្លាំងឡើង56អ្នកបង្រៀនមនុស្សអំពីរបៀបដែលគេគួរប្រព្រឹត្តចំពោះអ្នក57អ្វីៗកម្រផ្លាស់ប្ដូរទៅរកភាពល្អប្រសើរឡើងក្នុងជីវិតអ្នកលើកលែងតែអ្នកផ្លាស់ប្ដូរវា58ការពិភាក្សាដ៏លំបាកជាញឹកញាប់គឺជាព័ត៌មានដែលលាក់ខ្លួន59ដាក់ឲ្យចេញហើយឲ្យជីវិតធ្វើឲ្យអ្នកខ្លាំងក្លា60ទោះបីវាឈឺចាប់យ៉ាងណាចូលកាន់ក្បាលឲ្យមុនហើយបន្តដំណើរ61ពេលខ្លះវាជាពណ៌ដែលអ្នកមិនទទួលបានអ្វីដែលអ្នកចង់បាន62អ្នកចូលចិត្តខ្លួនអ្នកច្រើនយ៉ាងណាអ្នកនឹងត្រូវការអ្នកដទៃតិចយ៉ាងនោះ63ហើយគ្រាន់តែអ្នកល្អក្នុងការរក្សាសម្ងាត់របស់អ្នកដទៃមិនមានន័យថាពួកគេនឹងធ្វើដូចគ្នាសម្រាប់អ្នកទេ64ជាញឹកញាប់ការផ្លាស់ប្ដូរខ្លួនឯងគឺត្រូវការជាងការផ្លាស់ប្ដូរស្ថានភាព65វាអាចទៅរួចក្នុងការមិនធ្វើកំហុសណាមួយហើយនៅតែបរាជ័យនោះមិនមែនជាភាពខ្សោយទេគឺជាជីវិត66សន្តិភាពខាងផ្លូវចិត្តចាប់ផ្ដើមនៅពេលអ្នកជ្រើសរើសមិនឲ្យមនុស្សឬព្រឹត្តិការណ៍ណាមួយគ្រប់គ្រងអារម្មណ៍របស់អ្នក67អ្នកដែលធ្វើឲ្យអ្នកខឹងគឺជាអ្នកដែលគ្រប់គ្រងអ្នក68គ្មានការរីចម្រើនគ្មានការសម្រេចបានដោយគ្មានការលះបង់ទេ69យើងរីចម្រើននៅក្នុងជីវភាពនៅពេលយើងលះបង់ការភ័យខ្លាច70មនុស្សដែលចង់បានអ្វីមួយនឹងរកឃើញវិធីមនុស្សដែលមិនចង់បាននឹងរកឃើញហេតុផល